សួស្តីបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ធ្វើវីដេអូរូបភាពបែបនេះឬក៏បែបនេះបើបងប្អូនចង់ធ្វើរូបភាពទាំងអស់នេះសូមបងប្អូនតាមដានទស្សនាវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅធ្វើរូបភាពបែបទាំងអស់នេះតាមអ្វីដែលបងប្អូនចង់បាននៅក្នុងកម្មវិធីវិញអញ្ចឹងដើម្បីចង់ដឹងថាគេធ្វើរបៀបម៉េចហើយដំណើរការទៅយ៉ាងណាសូមទស្សនាទាំងអស់គ្នាយើងចូលទៅកម្មវិធីវិញរបស់យើងរួចហើយយើងចុចបូករួចហើយបងប្អូនទៅជ្រើសរើសរូបភាពឬក៏វីដេអូមួយដែលបងប្អូនពេញចិត្តឥឡូវខ្ញុំជ្រើសរើសរូបភាពមួយនេះនៅពេលដែលយើងជ្រើសរើសរូបភាពបានហើយឬក៏វីដេអូបានហើយយើងចុចសញ្ញា Start រួចហើយបងប្អូនត្រូវស្ថិតនៅក្នុងកន្លែង Edit នេះជាកន្លែង Edit នៅពេលបងប្អូនស្ថិតនៅកន្លែង Edit រួចហើយបងប្អូនចុចកន្លែងសញ្ញាគ្រូកន្ត្រៃឬក៏ Edit ហ្នឹងរួចហើយបងប្អូនចុចលើស្ថិតនៅលើរូបភាពរបស់យើងគឺនេះយើងចុចនៅលើវីដេអូយើងមួយមករួចហើយបងប្អូនអូសទៅរកពាក្យ Cut Out នេះបងប្អូនពាក្យ Cut Out នៅពេលដែលបងប្អូនស្ថិតនៅលើរូបភាព Cut Out រួចហើយបងប្អូនចូលទៅរកពាក្យ Stroke នេះរួចហើយបងប្អូននឹងឃើញរូបភាពដែលបងប្អូនពេញចិត្តដូចនៅក្នុងនេះវាមានរូបភាពជាច្រើនបងប្អូនពេញចិត្តមួយណាបងប្អូនជ្រើសរើសមកសូមបញ្ជាក់បន្តិចបងប្អូននៅក្នុងរូបភាពនេះប្រសិនបើបងប្អូនឃើញសញ្ញាអក្សរ VIP នោះបងប្អូនអត់អាចដាក់បានទេដោយសារថាអានឹងជាប់បង់លុយប្រសិនបើយើងចង់ប្រើវាលុះត្រាតែយើងបង់លុយដូចឥឡូវឧទាហរណ៍ថាខ្ញុំពេញចិត្តនៅភ្លើងដែលនៅពីក្រោយអញ្ចឹងភ្លើងមានពណ៌ភ្លើងបងប្អូនពេញចិត្តមួយណាបងប្អូនជ្រើសរើសទៅមានពណ៌ខៀវពណ៌បៃតងដល់ណាដល់ណីហើយបងប្អូនពណ៌ទៅមុខរួចអត់ផ្ទៃមេឃចឹងទៅដូចខ្ញុំធ្វើវីដេអូបងប្អូននេះចឹងហើយបងប្អូនអាចបន្ថែមបន្ថយពន្លឺភ្លើងតូចធំនៅខាងក្រោយបានជាប់ហើយបងប្អូនជាប់បងឥឡូវឧទាហរណ៍ខ្ញុំយកមួយនេះចុះនៅពេលដែលបងប្អូនបានហើយអត់មានអីពិបាកទេគឺគ្រាន់តែបងប្អូនចុចសញ្ញា Tick បងប្អូនទាំងអស់គ្នាបងប្អូនចុចសញ្ញា Tick មក7កន្លែងហើយបងប្អូនចុច Save ដល់ណាដល់ណីហើយបងប្អូន Save មករងចាំឲ្យវីដេអូពេញរយៈពេល100%នោះបងប្អូននឹងបានហើយមួយវិញទៀតប្រសិនបើបងប្អូនចង់អត់ពេញចិត្តនឹងទេបងប្អូនចង់បដូរបងប្អូនត្រូវស្ថិតនៅលើedit ដដែលរូបកន្ត្រៃនេះរួចហើយបងប្អូនចូលទៅរកពាក្យ Cut Out នៅពេលបងប្អូនស្ថិតនៅ Cut Out បងប្អូនចូល Stroke បងប្អូនអាចដាក់រូបកងព័ទ្ធជុំវិញក៏បានសញ្ញាអុចនេះក៏បានមានតាមជម្រើសរបស់បងប្អូនបងប្អូនពេញចិត្តមួយណាបងប្អូនអាចជ្រើសយករូបភាព7កន្លែងយកមកដាក់បានដល់ណីហើយបងប្អូនខ្ញុំជ្រើសយករួចអត់ចុះឥឡូវរួចហើយយើងចុចសញ្ញាគ្រីសរួចហើយយើងចុច Save ជាការស្រេចនេះបងប្អូនដោយសារវីដេអូយើងបាន Save រួចហើយយើងចូលទៅមើលនៅក្នុងកន្លែង Photo របស់យើងនេះបងប្អូនវីដេអូដែលយើងបាន Save អំបញ្ញមិញនេះវីដេអូទី1យើងអាច play វាមកហើយមួយនេះជាវីដេអូទី2